អស់រយៈពេល49ឆ្នាំហើយដែលព្រះពុទ្ធបរមគ្រូបានធ្វើដំណើរដោយជើងទទេនៅតាមបណ្ដោយច្រាំងគង្គាលោកបានដឹកនាំយើងឲ្យរៀនពីមាគ៌ាឆ្ពោះទៅរកការរំដោះដោយដឹកនាំយើងឆ្លងកាត់ភាពងងឹតដូចជាផ្លូវនៃពន្លឺព្រះពុទ្ធបានប្រសូតជាព្រះអង្គម្ចាស់នៃត្រកូលសក្យៈហើយត្រូវបានគេដាក់ឈ្មោះថាសិទ្ធត្ថនៅពេលប្រសូតព្រាហ្មណ៍បានទស្សទាយថានៅពេលព្រះអង្គម្ចាស់ធំឡើងនឹងក្លាយជាស្ដេចដ៏អស្ចារ្យមួយអង្គដែលនឹងបង្រួបបង្រួមពិភពលោកក្នុងនាមជាអ្នកគ្រប់គ្រងនាពេលអនាគតនៃសក្យៈត្រកូលព្រះអង្គម្ចាស់សិទ្ធត្ថបានរស់នៅក្នុងជីវិតដ៏ប្រណិតនៃការលួងលោមនិងភាពរីករាយនៅក្នុងព្រះរាជវាំងទោះយ៉ាងណាក្នុងការស្វែងរកមាគ៌ានៃការរំដោះដើម្បីសង្គ្រោះសត្វមានជីវិតទាំងអស់ពីវដ្តនៃកំណើតនិងមរណភាពព្រះសិទ្ធត្ថបានចាក់ចេញពីវិមានដោយគង់លើខ្នងសេះទ្រង់បានមកដល់ព្រៃមួយនៅជើងភ្នំដែលមានព្រិលហើយនៅទីនោះព្រះអង្គបានធ្វើបដិបត្តិតាមតាបោះឥសីអស់រយៈពេល6ឆ្នាំហើយដែលព្រះសម្មាសម្ពុទ្ធបានស៊ូទ្រាំគ្រប់បែបយ៉ាងនៃការអនុវត្តខាងសាសនាព្រាហ្មណ៍រហូតដល់ព្រះអង្គបានដឹងថាមាគ៌ាកណ្ដាលគឺជាចម្លើយការបដិបត្តិដូចជាការលេងឧបករណ៍តន្ត្រីខ្សែពិណនឹងដាច់ប្រសិនបើវាតឹងពេកឬមិនបញ្ចេញសំឡេងបើវាធូរពេកភាពរីករាយនៅក្នុងអារម្មណ៍រីករាយឬភាពជ្រាលជ្រៅបំផុតគឺជាឯកសារភ្ជាប់ធ្វើឲ្យមានសន្តិភាពជាមួយនឹងមាគ៌ាកណ្ដាលដើម្បីទទួលបាននូវការរំដោះរាងកាយនិងចិត្តព្រះសិទ្ធត្ថអង្គុយធ្វើសមាធិនៅក្រោមដើមពោធិ៍តែម្នាក់ឯងព្រះអង្គបានប្រឈមមុខជាមួយនឹងការវាយធ្វើបាបពីកងទ័ពអាក្រក់របស់មារាធិរាជសមណៈវ័យក្មេងតើអ្នកអាចបង្ហាញថាអ្នកខ្លាចជាព្រះពុទ្ធយ៉ាងដូចម្តេចផែនដីគឺជាសាក្សីរបស់យើងគ្រានោះព្រះសិទ្ធត្ថមានសភាពស្ងប់ស្ងៀមនឹងការអស់ទៅនៃអសវៈព្រះអង្គបានត្រាស់ដឹងហើយព្រះអង្គបានត្រាស់ជាព្រះពុទ្ធពិតជាចម្លែកសត្វមានជីវិតទាំងអស់មានលក្ខណៈជាព្រះពុទ្ធប៉ុន្តែវាត្រូវបានគ្របសង្កត់ដោយការរំខាននិងការភ័ន្តច្រឡំខ្ញុំចង់បន្ទាបខ្លួនខ្ញុំមិនមែនជាទាសករដោយកិត្តិនាមនិងទ្រព្យសម្បត្តិទេខ្ញុំបានមកផ្សព្វផ្សាយព្រះធម៌ដើម្បីរំដោះសត្វមានជីវិតទាំងអស់ចេញពីសមុទ្រសង្សារវដ្តភាពថ្កុំថ្កើងរបស់ព្រះអង្គជាស្ដេចព្រះអង្គស្រឡាញ់ប្រជាជនរបស់ព្រះអង្គដូចជាកូនរបស់ទ្រង់ដែរស្ដេចមិនគួរជិះជាន់ប្រជាជនទេជីវិតគួរតែមានតម្លៃស្មើគ្នាព្រោះគ្មានអ្វីដែលគួរឲ្យគោរពជាងជីវិតខ្លួនឯងទេអ្វីក៏ដោយឋានានុក្រមមនុស្សគ្រប់រូបមានផ្នែកខាងក្នុងផ្ទាល់ខ្លួនដែលអាចបញ្ចេញពន្លឺបានព្រះពុទ្ធសូមអនុញ្ញាតឲ្យទូលបង្គំចេញទូលបង្គំក៏ខ្វល់នេះទីយើងមិនគួរណាមើលងាយខ្លួនឯងទេមនុស្សម្នាក់មិនត្រូវបានសម្គាល់ដោយកំណើតរបស់មនុស្សម្នាក់ទេប៉ុន្តែដោយអាកប្បកិរិយារបស់មនុស្សម្នាក់អ្នកសម្អាតភាពកខ្វក់ចេញពីផ្ទះរបស់មនុស្សខ្ញុំសម្អាតភាពកខ្វក់ចេញពីបេះដូងរបស់មនុស្សដូច្នេះអ្នកនឹងតថាគតគឺដូចគ្នាសូមក្រោកឡើងរិហុលតើទឹកនៅក្នុងធុងនេះអាចផឹកបានទេមិនបានទេរិហុលអ្នកដូចជាទឹកនៅក្នុងធុងនេះគឺពិតជាស្អាតណាស់ប៉ុន្តែនៅពេលដែលអ្នកនិយាយកុហកឥតឈប់ឈរអ្នកនឹងក្លាយជាមនុស្សដែលគ្មានអ្នកណាស្រឡាញ់
អនុរុទ្ធចាំតថាគតដេឲ្យទាំងពួកសិស្សក៏មិនមែនជាមនុស្សដែលធ្លាប់មានអារម្មណ៍មិនធ្លាប់បានចាត់ទុកជាខ្ញុំដែរតថាគតក៏ជាសមាជិកនៃព្រះសង្ឃវាយក្រុងកបលពណ៌ព្រះអង្គសមណៈហេតុអីក៏ព្រះអង្គអង្គុយនៅក្រោមដើមឈើដែលងាប់ហើយត្រូវនឹងព្រះអាទិត្យបែបនេះសូមចូលទៅក្នុងម្លប់ទៅជំរកនៃត្រកូលរបស់អ្នកផ្ទាល់គឺមានម្លប់ល្អជាងដើមឈើណានាទាំងអស់ភាពថ្កុំថ្កើងរបស់អ្នកតើអ្នកមិនអាចដឹងទេឬចាប់តាំងពីការត្រាស់ដឹងតថាគតបានបង្ហាញអ្នកអំពីផ្លូវអរិយមគ្គ8ការយល់ដឹងត្រឹមត្រូវការគិតត្រឹមត្រូវការនិយាយត្រឹមត្រូវសកម្មភាពត្រឹមត្រូវការរស់នៅត្រឹមត្រូវការខិតខំប្រឹងប្រែងការគិតត្រឹមត្រូវនិងការផ្ដោតអារម្មណ៍ត្រឹមត្រូវតថាគតមិនដែលនឿយហត់ក្នុងការបង្រៀនព្រះធម៌ទេព្រះពុទ្ធបានប្រសូតក្នុងវិមានមួយក្នុងយុវវ័យព្រះអង្គបានក្លាយជាព្រះសង្ឃព្រះអង្គបានត្រាស់ដឹងនៅក្រោមដើមពោធិព្រឹក្សនៅព្រះជន្ម80ព្រះវស្សាព្រះពុទ្ធបានចូលនិព្វាននៅចន្លោះក្រោមដើមសាលព្រឹក្សមួយគូតថាគតបានប្រគល់ឲ្យសត្វមានជីវិតទាំងអស់ដែលតថាគតអាចធ្វើបាននិងបានដាំគ្រាប់ពូជនៃការរំដោះសម្រាប់អ្នកដែលមិនទាន់រកផ្លូវទៅឃើញសូមឲ្យព្រះឱវាទនេះជាគ្រូរបស់អ្នកហើយការបង្រៀនរបស់តថាគតជាការណែនាំរបស់អ្នកហើយតថាគតនឹងនៅជាមួយអ្នកជារៀងរហូតបន្ទាប់ពីព្រះពុទ្ធបានចូលនិព្វានការបង្រៀនរបស់ព្រះអង្គបានរីករាលដាលពីប្រទេសឥណ្ឌាទៅកាន់ប្រទេសចិនជប៉ុននិងបណ្ដាប្រទេសអាស៊ីជាច្រើនហើយនៅទីបំផុតនៅទូទាំងពិភពលោកជាការប្រទានពរដល់សត្វលោកទាំងអស់និងពិភពលោកដោយភាពឆ្លៀសវៃនៃប្រាជ្ញារបស់ព្រះអង្គ